ជាយាមយកសាកសពសង្សារដែលបានស្លាប់យកទម្លាក់ទុកដើម្បីកិច្ចផុតពីក្រុមគ្រួសារទាំងសងខាងដែលធ្លាប់តាមបែកបាក់ស្នេហារបស់ពួកគាត់នឹងឯងចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះគាត់មានឈ្មោះថាយុទ្ធប្រាប់ថារឿងរ៉ាវមួយនេះវាគឺជារឿងរ៉ាវដែលកើតឡើងនៅក្នុងខេត្តរបស់គាត់ហើយកើតឡើងនៅក្នុងដីចំការរបស់គ្រួសារគាត់នឹងឯងកាលពីក្នុងឆ្នាំ2017ក្រុមគ្រួសាររបស់យុទ្ធគាត់មានដីចំការមួយកន្លែងដែលដីមួយកន្លែងហ្នឹងគឺមានទីតាំងនៅក្រៅវិទ្យាល័យមួយកន្លែងហ្នឹងទៀតទាំងអស់គ្នាដែលគាត់សូមអត់និយាយពីឈ្មោះវិទ្យាល័យឬក៏ខេត្តមួយកន្លែងហ្នឹងទេគាត់ថាដីចំការរបស់គ្រួសារគាត់ហ្នឹងនៅឆ្ងាយពីវិទ្យាល័យហ្នឹងប្រហែលជាខ្ទង់200ម៉ែត្រអីទេទាំងអស់គ្នាដោយសារតែមានទីតាំងនៅជិតរបងសាលាអញ្ចឹងហើយទើបអាសាមានសាសាលាដែលគាត់ចូលចិត្តកិច្ចសាលាជក់ប្រៃឬក៏ផឹកស្រាយអស់ហ្នឹងគឺតែងតែផ្លោះរបងសាលាចូលទៅក្នុងដីចំការរបស់គ្រួសារគាត់ដើម្បីនាំគ្នាប្រមូលផ្ដុំផឹកស្រាផឹកអីអញ្ចឹងទៅហើយនៅក្នុងដីចំការរបស់គាត់នឹងដែរក៏មានផ្ទះទៀមមួយខ្នងដែរផ្ទះទៀមមួយខ្នងហ្នឹងកាលពីក្នុងឆ្នាំ2014 2015ហ្នឹងគឺម៉ាក់ប៉ារបស់គាត់នឹងធ្វើឲ្យគេនៅអញ្ចឹងទៅដោយសារតែដីចំការរបស់គាត់ពេលហ្នឹងគឺរៀបចំដំបន្លែដំចំការដើម្បីអញ្ចឹងណាប៉ុន្តែដោយសារពីអ្នកប្រពន្ធហ្នឹងនៅពេលគាត់មកនៅក្នុងផ្ទះចំការមួយហ្នឹងគាត់អាសាឆ្លុះប្រកែកតោះតែងគ្នាខ្លាំងពេកម៉ាក់ប៉ារបស់គាត់ក៏សម្រេចថាបិទដីចំការហ្នឹងចោលហើយផ្ទះហ្នឹងក៏ដេញគេឲ្យនៅដែរគឺទុកចោលនឹងឯងទាំងអស់គ្នាហើយគិតមើលទៅផ្ទះហ្នឹងទុកចោលតាំងពីឆ្នាំ2015រហូតដល់ឆ្នាំ2017ដែលជាឆ្នាំកើតហេតុហ្នឹងទាំងអស់គ្នាគឺគេនិយាយតគ្នានឹងតែម្ដងថាដីចំការរបស់គ្រួសារគាត់គឺមានព្រាយនៅក្នុងផ្ទះហ្នឹងមានលើដើមឈើមានអីចឹងទៅគេចេះតែនិយាយតគ្នាពេញហ្នឹងទៀតទាំងអស់គ្នាប៉ុន្តែម៉ាក់ប៉ារបស់គាត់គឺមិនសូវជាខ្វាយខ្វល់លើគិតគូរច្រើនអីទេហើយចែកដល់អីទៀតទាំងអស់គ្នារយៈពេល2ឆ្នាំហ្នឹងម៉ាក់ប៉ារបស់គាត់គឺរវល់ការងារខ្លាំងមែនតើជាពិសេសយុទ្ធគាត់ឡើងទៅនៅពេញបាត់ហើយអញ្ចឹងគឺគាត់អត់សូវបានទៅមើលដីចំការហ្នឹងទេនិយាយចំទៅគឺអត់ទៅមើលហ្មងហើយដីហ្នឹងក៏ត្រូវបានទុកចោលរហូតនឹងឯងម៉ាក់ប៉ារបស់គាត់ក៏មិនដែលទៅអើតមើលដែរទាំងអស់គ្នារហូតដល់ពេលមួយនោះនៅម៉ោងប្រហែលជាខ្ទង់12ថ្ងៃត្រង់ពេលដែលយុទ្ធហើយនឹងម៉ាក់ប៉ារបស់គាត់កំពុងរៀបចំហូបបាយជុំគ្នាហ្នឹងកំពុងរៀបចំហូបបាយហ្នឹងក៏ស្រាប់តែមានសិស្សសាលា2នាក់ជិះម៉ូតូមកផ្ទះរបស់គាត់ប្រាប់ថាចេះរកឃើញសាកសពមនុស្សស្រីពោះធំម្នាក់នៅក្នុងផ្ទះនៅក្នុងដីចំការហ្នឹងទៀតទាំងអស់គ្នាអញ្ចឹងពេលដែលលឺក្មេងៗប្រាប់អញ្ចឹងម៉ាក់ប៉ារបស់គាត់ក៏ចាំចេញឡានទៅពេលដែលជិះឡានទៅអស់នឹងមិនដល់នៅមុខដីចំការរបស់គាត់ហ្នឹងនៅកន្លែងមាត់ទ្វារលបងហ្នឹងគឺមានមនុស្សឈរពេញហ្នឹងប្រហែលជាខ្ទង់គ្នា10 20នាក់ឯហ្នឹងឯងមានចាស់មានក្មេងមានសិស្សសាលាពេញហ្នឹងអញ្ចឹងទៅអញ្ចឹងម៉ាក់ប៉ារបស់គាត់ក៏ចាប់ដើមចាក់សោលបងចូលទៅប៉ុន្តែនៅពេលដែលចាក់សោលបងហ្នឹងហ្នឹងមិនអត់នៅក្នុងដីចការហ្នឹងគឺរបៀបថាមានប្រៃដល់សុបទ្រុបពេញហ្នឹងមានសិទ្ធិរបៀបថាបន្លាអីឡើងពេញហ្នឹងហ្មងពិបាកដើរចូលខ្លាំងមែនតើម៉ាក់ប៉ារបស់គាត់ពេលដើរចូលបដាគឺលឺថាឆ្កាប្រៃបដាចឹងទៅដើម្បីដើរទៅដល់ក្នុងផ្ទះមួយហ្នឹងពេលដើរទៅដល់ផ្ទះទាំងគ្នាគឺធំក្លិនស្អុយសាក់សាប់ពិតមែនម៉ាក់ប៉ារបស់គាត់គឺភ័យបុកពោះហ្មងសារគាត់ថាចេះផ្ទះយើងដីយើងហ្នឹងគឺទុកចោលយូរហើយបើមិនជាមានរឿងអីកើតឡើងគាត់នឹងឯងគឺជាអ្នកមានបញ្ហាអញ្ចឹងណាក៏ចាក់សោចូលក្នុងផ្ទះពេលចាក់សោចូលក្នុងផ្ទះទាំងរបស់គេដឹងមិនអត់នៅអាទ្វារខាងក្រោយផ្ទះហ្នឹងគឺបើកចំហចោលធំមែនតើហើយនៅខាងក្នុងផ្ទះហ្នឹងគឺអត់មានអីទេមានតែស្លាកស្នាមដូចឈាមកកនៅក្នុងផ្ទះហ្នឹងប៉ុន្តែរកអត់ឃើញសោះហ្មងហើយក្លិនស្អុយហ្នឹងក៏ដឹងមកពីណាដែរក្លិនហ្នឹងគឺស្អុយពេញផ្ទះប៉ុន្តែរកប្រភពអត់ឃើញសោះម៉ាក់ប៉ារបស់គាត់បងគ្រប់គ្នាទាំងអស់ដែលជាអ្នកបញ្ចូលមើលហ្នឹងគឺនោះគេដើររកពេញហ្នឹងប៉ុន្តែរកអត់មានសោះរកអត់មានសោះហើយក៏សួរបញ្ជាក់ក្មេង2នាក់ហ្នឹងទៀតសួរថាឃើញនៅពេលណាអញ្ចឹងក្មេង2នាក់ប្រាប់ថាចេះគាត់នឹងបានផ្លោះលបងចូលទៅជក់ប្រៃនៅក្នុងហ្នឹងហើយពេលហ្នឹងក៏ធ្វើរូបកិច្ចពីគ្រូដែរនៅចន្លោះម៉ោងប្រហែលជាខ្ទង់ម៉ោង10ហ្នឹងក៏ផ្លោះលបងចូលក្នុងផ្ទះហ្នឹងដំបូងហ្នឹងគឺចូលក្នុងដីជាការធម្មតាទេក៏ចូលរកកន្លែងណាបិទដើម្បីជួយជក់ប្រៃប៉ុន្តែចាច់ដល់នេះមានគ្រូដើរមកម្ដុំនឹងដែរចឹងណាចឹងពួកគាត់ភ័យពេកក៏រត់មកម្ដុំផ្ទះហ្នឹងមកពួននៅអាម្ខាងទៀតនេះប៉ុន្តែនៅពេលដែលគាត់កំពុងពួនក៏ហើយមិនអត់អាប្អួយគាត់នេះអាប្អួយនៅក្នុងផ្ទះហ្នឹងវារៀងបាក់បែកអញ្ចឹងគាត់ក៏ច្រត់ដៃទៅវាក៏បាក់ពេលតែបាក់ហ្នឹងគាត់មើលចូលទៅខាងក្នុងគាត់ឃើញមានសាកសពមនុស្សស្រីពូធំសុភាពរឿងអលួយមុខមាត់វិញគឺអលួយមានតកៅមានអីហ្នឹងដេកនៅកណ្ដាលផ្ទះហ្នឹងឯងដេកនៅអាលើកន្លែងដែលគេបានឃើញស្នាមឈាមសាប់អីហ្នឹងឯងទាំងអស់គ្នាប៉ុន្តែគេឆ្ងល់ថាចេះបើសិនក្មេងៗពីរហ្នឹងបានឃើញដូចគ្នាមែនចាស់ពេលដែលបាក់ទ្វារចូលមកបែរចិត្តឃើញទៅវិញអ្នកណាគេយកសាកសពនឹងលាក់គ្រប់គ្នាគឺឆ្ងល់ពេញនឹងឯងអញ្ចឹងគេក៏សួរក្មេងៗពីនឹងទៀតថាតើក្មេងៗពីនឹងមានជក់ថ្នាំឬមួយក៏ធ្វើអីអត់អញ្ចឹងក្មេងៗពីនឹងថាអត់ទេមានជក់ថ្នាំអីទេមិនជឿនាំគាត់ទៅពិនិត្យទឹកនោមក្បាលនៅគាត់មានបានធ្វើអីទាំងអស់បានជក់ថ្នាំទេគាត់ជក់តែប្រៃអញ្ចឹងណាអញ្ចឹងពេលហ្នឹងគ្រូគេក៏នាំក្មេងៗពីនឹងទៅចឹងទៅហើយចំណែកសាកសពដែលគេឃើញក្នុងផ្ទះហ្នឹងក៏អត់មានបានឃើញទេអត់មានបានឃើញមានអីទាំងអស់យុទ្ធមួយម៉ាក់ប៉ាមកគាត់ក៏ត្រឡប់ទៅផ្ទះវិញអញ្ចឹងទាំងអស់គ្នាហើយក៏គិតថាចេះសង្ស័យតែក្មេងៗពីរនាក់ហ្នឹងវាចេះតែនិយាយប្រឡាក់គ្នាឬមួយក៏ចង់ផ្អើលចង់អីចឹងទៅអំឡុងពេលហ្នឹងដែរទាំងហើយអត់ក៏មានគេហ្នឹងណាមកព្យាយាមចោលចាស់ទិញដីនឹងដែរអញ្ចឹងពួកគាត់គិតថាចែកប្រហែលជាគេបង្កើតរឿងនឹងឡើងដើម្បីចោលលុកដីនឹងបញ្ចុះថាប់ចោលអញ្ចឹងទៅម៉ាក់ប៉ារបស់គាត់ក៏មិនសូវជាខ្វល់ទេទាំងគ្នាក៏មិនសូវជាខ្វល់ទេរឿងរ៉ាវមួយហ្នឹងវាក៏កន្លងផុតទៅពីថ្ងៃក្រោយមកទៀតនេះពេលដែលម៉ាក់ប៉ារបស់គាត់ទៅលក់អីវ៉ាន់នៅផ្សារហ្នឹងណាគឺមានគេអ្នកនៅផ្ទះម្ដុំនោះគេប្រាប់ថាចែកបានឃើញមនុស្សប្រុសម្នាក់ក្មេងវ័យជំទង់អាយុប្រហែលជាខ្ទង់17 18ឆ្នាំហ្នឹងណាដើរចូលមកក្នុងផ្ទះហ្នឹងរហូតហើយឲ្យទៅដើរចូលគឺចន្លោះម៉ោងប្រហែលជាខ្ទង់ម៉ោង7 8យប់ឡើងទៅគឺដើរចូលមកហើយពេលខ្លះទៅឮសំឡេងមនុស្សស្រីស្រែកជុំនៅក្នុងផ្ទះហ្នឹងហើយពេលខ្លះទៀតទាំងអស់គ្នាគឺគេបានឃើញរូបរាងមនុស្សប្រុសម្នាក់ហ្នឹងណាអស់ដូចសភាពមកដូចតុក្កតាបន្តិចដូចម៉ានីកាំងបន្តិចដូចមនុស្សបន្តិចគឺអស់ចូលនៅក្នុងដីហ្នឹងទៀតគឺគេបានឃើញអស់គ្រប់គ្នានឹងឯងទាំងអស់គ្នាអញ្ចឹងពេលហ្នឹងម៉ាក់ប៉ាគាត់កាន់ឆ្ងល់ទៅថាចេះតើផ្ទះរបស់គាត់នឹងមានលក្ខប្រកបអីមែនមានអ្នកណាគេនៅក្នុងផ្ទះហ្នឹងមែនអញ្ចឹងពេល
ក្រោយមកទៀតគាត់ក៏ចូលទៅមើលផ្ទះហ្នឹងទៀតមួយម៉ាក់ប៉ារបស់គាត់ទៅមើលទៀតគឺអត់មានឃើញអីទេទាំងអស់គ្នាអត់មានឃើញស្អីទេក្រៅពីរបស់របរបាក់បែកហើយនឹងអត្តបោផ្ទះរៀងធ្លុះរៀងអីចឹងទៅហើយក៏មានដើមឈើម្ដងដែលបាក់នៅក្នុងផ្ទះហ្នឹងដែរគឺអត់មានអីទាំងអស់ហ្មងទាំងអស់គ្នាអត់មានស្អីសោះហ្មងសូម្បីតែរបៀបថាក្លិនមនុស្សឬក្លិនអីក៏មានដែរមានតែក្លិនស្អុយហ្នឹងគឺដូចយ៉ាងចឹងក្លិនសក់បន្តិចក្លិនស្អុយសាក់ងាប់បន្តិចប៉ុន្តែរកប្រភពអត់ឃើញទេអញ្ចឹងពេលហ្នឹងក៏របៀបថាសាស្ត្រាផ្សេងទៀតក៏គេនិយាយតគ្នាដែរជាពិសេសសាស្ត្រដែលគេរៀននៅវិទ្យាល័យមួយហ្នឹងណាដោយសារតែវានៅឆ្ងាយពីដីចការគ្រួសារគាត់ហ្នឹងនៅឆ្ងាយពីសាលាហ្នឹងតែប្រហែលជាខ្ទង់100 200ម៉ែត្រអីទេអញ្ចឹងនៅពេលដែលក្លិនស្អុយអីភាយទៅគឺភីដល់ក្មេងៗហ្នឹងដែរអញ្ចឹងក្មេងៗប្រាប់មកថាក្លិនស្អុយហ្នឹងគឺស្អុយចេញពីក្នុងដីចការមួយហ្នឹងឯងប៉ុន្តែនៅពេលដែលពួកគាត់មកមើលក៏អត់ឃើញដូចគ្នាប៉ុន្តែស្អុយក្លិនស្អុយអីអញ្ចឹងបងប្អូនរហូតដល់មានពេលមួយនោះគឺជាពេលដែលយត់ហ្នឹងណាម៉ាក់របស់គាត់ប្រើឲ្យមកផ្ទះហ្នឹងមកដីចការមួយហ្នឹងដើម្បីមកមើលច្បាស់ហើយពេលដែលគាត់មកហ្នឹងគឺនៅមកប្រហែលជាខ្ទង់5កន្លះទេយត់គាត់មិនជាមនុស្សខ្លាចទេទាំងគឺសារតែពេលហ្នឹងគាត់អាយុ20ជាងហើយគាត់មិនសូវជាខ្លាចទេហើយគាត់មកពីបងប្អូនប្រុសរបស់គាត់មក5ជាងណាពេលដែលគាត់បាត់ទ្វារលបងចូលមកគាត់ពេលហ្នឹងគឺដីចការម៉ាក់គាត់ចាប់ដើមឆ្កាអីសងខាងអស់ហើយដើម្បីនិយាយថាវាទលាយឲ្យឆ្លាស់អីខ្លាំងចឹងណាអញ្ចឹងគាត់ក៏បាក់ឡើងចូលមករួចក៏ដើរចុះពីលើហ្នឹងដើរសម្រាប់ទៅផ្ទះចការពេលដែលគាត់ដើរទៅគាត់សម្លឹងទៅផ្ទះចការហ្នឹងគឺគាត់បានឃើញមនុស្សប្រុសម្នាក់មើលគាត់ហ្នឹងពីចំហៀងខាងក្រោយផ្ទះមើលមិនចេះតែនៅពេលគាត់មើលទៅវិញមនុស្សប្រុសហ្នឹងគឺរត់ទៅបាត់ចឹងទៅគាត់ក៏រត់តាមប៉ុន្តែនៅពេលរត់តាមហ្នឹងគឺបាត់ឆឹងហ្មងអត់ឃើញសោះមកទាំងគ្នាតែនៅពេលហ្នឹងគឺនៅមក5កន្លះមិននៅភ្លឺធម្មតាទេអញ្ចឹងគាត់ក៏ដើររោលវាថាដើរនៅក្នុងនឹងបន្តទៀតមើលច្បាស់ហ្នឹងថាមានណាគេពួនអីអត់ជាពិសេសគឺមនុស្សវិកលចរិតគាត់អាចនឹងចូលក្នុងផ្ទះចូលអីចឹងទៅអញ្ចឹងពេលគាត់ដើរចូលមកទាំងគ្នាក៏គាត់សាប់តបានលឺសំឡេងបំពេកូនហើយនិយាយថាលឺសំឡេងដូចមនុស្សស្រីនិយាយមួយកូននិយាយមួយប្តីអញ្ចឹងណាលឺនិយាយជាងក្នុងផ្ទះដែលគាត់ផ្ទះចការរបស់គាត់នឹងឯងទាំងគ្នាអញ្ចឹងពេលលឺអញ្ចឹងគាត់ក៏ដើរមកវិញគាត់សួរបងគាត់ថាចេះមុនហ្នឹងមានបាក់ចម្រៀងបាក់អីក៏បាក់មើលតុក្កតាមិនអត់ចឹងបងគាត់ថាអត់មានបាក់មើលទេដើរតាមមួយថ្ងៃរហូតដែរអញ្ចឹងក៏គាត់ហ្នឹងរោមើលប្រភពសម្លេងគេនិយាយអ៊ីមីចេញក្នុងផ្ទះហ្នឹងចឹងទៅពេលដែលគាត់ដើរចូលក្នុងផ្ទះហ្នឹងគឺវាអត់មានឃើញអីទាំងគ្នាប៉ុន្តែនៅពេលដែលគាត់ជាមួយនឹងបងប្រុសរបស់គាត់ដើរត្រឡប់ទៅឡានវិញណាគ្រាន់តែគាត់ងាកសម្លឹងទៅផ្ទះហ្នឹងភ្លាមគាត់បានឃើញមនុស្សស្រីពូធំឈរនៅក្នុងផ្ទះរបស់គាត់ហ្នឹងឈរក្នុងផ្ទះចំការហ្នឹងណាឈរនៅមុខទ្វារហ្នឹងទៀតទាំងគ្នាឈរមកឲ្យបក់ដៃចេះបក់ដៃឲ្យគាត់ចេះហើយមនុស្សស្រីពូធំអ្នកហ្នឹងគឺមុខមាត់អាឡាមួយហើយសុភាពពូធំរបស់គាត់ហ្នឹងគឺដូចធ្លុះចេញមកដូចមិនមនុស្សយើងធម្មតាទេយល់ពេលគាត់ឃើញប៉ុណ្ណឹងក៏មិនអត់គាត់ជាយាមធ្វើធម្មតាឲ្យបងអត់ឲ្យបងគាត់ឃើញទេដោយសារបងគាត់នឹងវាខ្លាចដែរខៃវាពេលហ្នឹងក៏បានឃើញគាត់កាន់ឲ្យបងរបស់គាត់រួចក៏ដើរឡើងទៅលើឡានគាត់ក៏ប្រាប់ម៉ាក់គាត់មកថាម៉ាក់គាត់ប្រាប់ផ្ទះវិញតែគាត់ប្រាប់ម៉ាក់គាត់ថាម៉ាក់អត់ស្រួលមែនតើហើយខ្ញុំបានឃើញហើយឃើញហ្នឹងមិនមែនជាមនុស្សទេប៉ុន្តែជាខ្មោចគាត់ប្រាប់មកថាជាខ្មោចខ្មោចហ្នឹងគឺខ្មោចពូធំប៉ុណ្ណែនឹងឯងគឺខ្មោចពូធំពូអីចឹងទៅព្យាយាមប្រាប់អីចឹងដល់គ្នាចឹងម៉ាក់บอกគាត់ថាចាំមើលសិន2ថ្ងៃទៀតចាំតនេចាំនិមន្តព្រះសង្ឃទៅដីចការមួយហ្នឹងណាមួយទៀតគាត់ក៏ចង់និយាយថាកាប់ឆ្ការដីចការទាំងអស់រួមលើផ្ទះហ្នឹងចោលដែរដើម្បីរកឲ្យច្បាស់ថាតើអាប្រភពខ្លះហ្នឹងមកពីណាព្រោះនៅពេលរកហ្នឹងគឺរកអត់ឃើញទេចឹង2ថ្ងៃក្រោយមកហ្នឹងម៉ាក់ប៉ារបស់គាត់ចង់និមន្តព្រះសង្ឃមកគ្រាន់តែនិមន្តព្រះសង្ឃមកតែមិនអត់ធ្វើពិធីធ្វើអីហ្នឹងណាគ្រប់យ៉ាងគឺវារលងទៅធម្មតាទេតែនៅពេលដែលព្រះសង្ឃចេញទៅបាត់ម៉ាក់របស់គាត់គ្រាន់តែបាត់ទ្វារចូលទៅក្នុងផ្ទះហ្នឹងម្ដងទៀតភ្លាមទាំងអស់គ្នាគឺគាត់ពិតជាបានឃើញសាកសពមនុស្សស្រីពូធំដេកនៅកណ្ដាលផ្ទះហ្នឹងមែនឃើញតែមនុស្សស្រីពូធំអ្នកហ្នឹងទៅដេកនៅកណ្ដាលផ្ទះទាំងដែរអត់មានឃើញមនុស្សប្រុសណានៅកន្លែងហ្នឹងទេអត់មានឃើញសោះហ្មងឃើញតែមនុស្សស្រីម្នាក់ហ្នឹងគត់ហ្មងហើយដែលដេកស្លាប់នៅក្នុងផ្ទះរបស់គាត់ហ្នឹងពេលហ្នឹងគាត់និយាយថាក៏រឿងនោះវាល្បីចឹងទៅក៏ផ្អើលដល់ម៉ែឪរបស់ក្មេងស្រីម្នាក់ហ្នឹងគឺជាសិស្សសាលាដែលរៀននៅក្នុងវិទ្យាល័យដែលនៅជិតលបងផ្ទះជាការរបស់គាត់ហ្នឹងឯងទាំងគ្នាគឺក្មេងស្រីក្មេងប្រុសម្នាក់ហ្នឹងគឺរៀននឹងឯងប៉ុន្តែគឺក្មេងប្រុសគេអត់ដឹងថាបាត់ទៅណាទេគេឃើញតែក្មេងស្រីដេកស្លាប់នៅក្នុងហ្នឹងហើយតាមតែគាត់ស្ដាប់ម៉ាក់ប៉ារបស់ក្មេងស្រីហ្នឹងនិយាយប្រាប់គឺក្មេងស្រីម្នាក់ហ្នឹងជាមួយនឹងសង្សារប្រុសរបស់គេហ្នឹងណាមានកូននិយាយថាមានកូនតាំងអាយុ17 18ឆ្នាំកំពុងរៀនហ្នឹងទាំងគ្នាគឺគាត់ចូលជ្រុះមានកូនជាមួយនឹងគ្នាហើយចិត្តដឹងវាថាគាត់អត់ខ្វល់ពីម្ដាយពុកបខំឲ្យបែកគ្នាឬមួយក៏យកកូនចេញគាត់ខ្វល់ទេគាត់សម្រេចថាទៅនៅមួយគ្នាអញ្ចឹងទៅហើយពេលហ្នឹងណាម៉ាក់ប៉ារបស់ក្មេងទាំងពីរក្មេងស្រីម្នាក់ហ្នឹងក៏និយាយថាគាត់មានកំហុសដូចគ្នាព្រោះតែពេលហ្នឹងណាដឹងថាកូនឯងកំពុងតែមានទំនួលហើយបែកចិត្តបខំឲ្យគ្នាតច្រករហូតដល់គ្នារត់ចេញពីផ្ទះរួចមកដេកស្លាប់អាណាថារបៀបថាដេកស្លាប់តៃហោងនៅក្នុងផ្ទះបដាតៃអញ្ចឹងទៅពេលពួកគាត់ក៏មានអារម្មណ៍ដឹងខុសដែរទាំងអស់គ្នាហើយគាត់ថាចេះបើមិនជាអាចបកក្រោយបានហ្នឹងណាគាត់ពិតជាចង់ស្លាប់ពេលវេលាទៅហើយគឺអត់បខំកូនរបស់គាត់ទៀតទេបើចូលទៅវាស្លាញ់ទេក៏ឲ្យវាស្លាញ់គ្នាទៅអញ្ចឹងណាមួយទៅគាត់ថាចេះមិនក្មេងស្មារតីអ្នកខ្លះគេតស៊ូមួយគ្នាបានអញ្ចឹងកូនរបស់គាត់ក៏អាចតស៊ូមួយគ្នាបានអីដែរនឹងដល់គ្នាចំពោះរឿងដែលគាត់បានចែកម្លែកមកនេះខ្ញុំសូមនិយាយត្រឹមតែប៉ុណ្្នឹងទេបើសិនអ្នកទាំងអស់គ្នាចង់ដឹងថាតើរឿងរ៉ាវលំអិតតាក់ទងជាមួយនឹងរឿងរ៉ាវមួយហ្នឹងវាសាហាវហើយនឹងគួរឲ្យអាណិតខ្លាំងកម្រិតណាទាំងអស់គ្នាកុំភ្លេចទៅតាមដានទស្សនានៅក្នុងខែក្រោយថ្ងៃទី10រឿងហ្នឹងគឺនឹងចាក់បញ្ចាំងឲ្យទាំងអស់គ្នាខ្ញុំសូមលាក់ចំណងជើងសិនថារឿងហ្នឹងមានចំណងជើងថាមិនដឹងត្រឹមតែរឿងមួយហ្នឹងគឺយើងបានសុំសិទ្ធពីគ្រួសារហ្នឹងគឺបានយករឿងហ្នឹងមកធ្វើជារឿងកុនហើយរឿងកុនខ្នាតធំទៅទាំងអស់គ្នាបើចង់ដឹងលំអិតហ្មងកុំភ្លេចតាមដានមើលទាំងអស់គ្នាជាពិសេសមើលក្នុង page របស់សាស្ត្រាហ្វៀមគេនឹងអាណោនចំណងជើងរឿងនៅពេលឆាប់ហ្នឹងហើយទាំងអស់គ្នាកុំភ្លេចចាដោយសារតែរឿងហ្នឹងដកស្រង់ចេញពីរឿងប៉ັດរបស់យុវវ័យហ្នឹងឯងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបើសិនអ្នកទាំងអស់គ្នាមានរឿងតែនិយាយចា